บายจัดอัดมาเครื่องสังสายแต่ตุกอดจอบแต่แบบว่าห้อยได้สังสายแต่ตุกมาเส้นทำงานเป็นไงสัมโพธตั้งแต่ไม่ต้องอะไรมาเมื่อมึงยังไม่ออกกันเลยตลอดปีการจำนายมาทั้งไงใบป้อนอมใส่ประหารเจี๊ยบเราจำนายมาทั้งไงตรมแต่ใบโรยเรียวขมายเต็มจ้าผู้เยอะบังคับมาเส้นจะรักตักในหลังทำใบดอกไซปัญหาของวัดตักบอลพบจูนสหกุมvà đôi chỉ châuរួមជួយកាត់បន្ថយការចំណាយដល់ប្រជាជននិងចូលរួមទាំងអស់គ្នាក្នុងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកពួកយើងរស់នៅក្នុងនាមជាប្រជាពលរដ្ឋខ្មែរឈាមជ័រតែមួយកាន់អត្តសញ្ញាណប័ណ្ណដូចគ្នាគប់គួរណាស់ពួកយើងជួយគ្នាឲ្យសេវាសាធារណៈសេវាទឹកស្អាតឲ្យពួកបងប្អូនប្រជាពលរដ្ឋនៅតាមសហគមន៍ឲ្យគាត់ទទួលបានដូចជាបងប្អូនប្រជាពលរដ្ឋនៅឯគៀករាជធានីដែរបងប្អូនកូនរបស់យើងកាន់ស្លឹកលុយក្តាស់100រៀលដើម្បីត្រៀមទិញទឹកម្នាក់1លីត្រកូនត្រៀមហើយណាពុកម៉ែបងប្អូនឥឡូវនេះមកគ្រឿងសង្ស័យតែទុកអត់ជាប់ទេបងប្អូនហុយដីសង្ស័យតែផ្ទុះម៉ាស៊ីនក្នុងពេលថ្ងៃសម្ពោធហ្នឹងតែម្ដងឥឡូវមកមើលមួយខ្ញុំទាំងអស់គ្នាសរុបទៅប្រហែលជាខ្ទង់2លាននាក់បងប្អូនបើទឹកទៅផ្ទុះហើយម៉ាស៊ីនពេលដែលគាត់ញ៉ាំទឹកអស់ពីកដុងគាត់យកកដុងចាស់ដដែលហ្នឹងយកមកចុចបង្ហូរទឹកអញ្ចឹងកដុងនេះមួយគាត់អាចប្រើបាន10 20ទៅ30ដងទើបគាត់បោះវាចោលគាត់តែវាចាស់ណាអញ្ចឹងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅលើកោះនេះគឺវាកាន់តែល្អប្រសើរជាងមុនឆ្ងាយខ្លាំងមែនទែនខាងបច្ចេកទេសទូតាណាបាត់ហើយកញ្ញាតាណាបាត់ហើយកញ្ញាច្បាស់ខ្ញុំរកមើលសហការីរបស់ទូចម្រាស់ហ្នឹងសិនរត់តាណាបាត់អីសហការីនេះបងប្អូនអើយមកនៅក្នុងនេះមកសហការីលួចរត់អត់មកបរៀនអ្នកភូមិចុចប្រហូរទឹកណាបរៀនអ្នកភូមិចុចប្រហូរទឹកអញ្ចឹងយើងដាក់សហការីមកតែ2ម៉ោងទេអ៊ំលពូអ្នកមីងក៏មកដែរកាមេរ៉ាក្នុងភូមិហ្នឹងគាត់នឹងប្រកាសជាចេះប្រើប្រាស់រសារម៉ាស៊ីននេះគឺវាមានលក្ខណៈងាយស្រួលខ្លាំងមែនទែនគ្រាន់តែសោកលុយចាប់ពីស្លឹក100រៀលទៅគឺវាដំណើរការបង្ហូរទឹកបានចំនួន1លីត្រហើយមួយថ្ងៃវាផលិតទឹកបានចូលល្បាក់ខ្ទង់ជាង2500លីត្រអញ្ចឹងពុកម៉ែបងប្អូននៅនេះគឺនៅក្នុងឃុំអំពិលទឹកនៅក្នុងឃុំអំពិលទឹកនៅលើកោះមួយកន្លែងនៅស្រុកកំពង់តាឡាចហើយទីតាំងទូចម្រោះទឹករបស់យើងនេះគឺនៅខាងមុខសាលាបឋមសិក្សាបាក់ភ្នំហើយថ្ងៃនេះផងដែរគឺខ្ញុំពិតជាមិននឹកស្មានទេថាកម្មវិធីសម្ពោធនេះគឺអធិកអធមគណៈកម្មការដែលគាត់រៀបចំកម្មវិធីនេះគឺគាត់នៅស្រុកកំណើតនឹងផ្ទាល់តែម្ដងហើយគាត់ខានជួបអ្នកភូមិអ្នកស្រុកគាត់យូរហើយអញ្ចឹងបំណាច់តែជួយគ្រប់គ្រងជួយអភិវឌ្ឍតំបន់សហគមន៍របស់គាត់ធ្វើកម្មវិធីឲ្យអ្នកភូមិមកជួបជុំចែកអំណោយមានថវិកាខ្លះទៅមានចំណីអាហារហូបចុកខ្លះទៅបងជំរាបសួរបងបងសុំពាក់ម៉ៃមួយបងបងជំរាបសួរបងមានឈ្មោះអីដែរបងបាទខ្ញុំឈ្មោះអែមរទ្ធីថ្ងៃនេះខ្ញុំសប្បាយចិត្តមែនទែនដែលបានមកចូលរួមរៀបចំកម្មវិធីជួយដល់សហគមន៍ឃុំអំពិលទឹកដែលជាស្រុកកំណើតរបស់ខ្ញុំផ្ទាល់អញ្ចឹងអ្វីយើងមើលឃើញនៅក្នុងតំបន់នេះគឺបញ្ហាប្រព័ន្ធទឹកស្អាតក្នុងនាមខ្ញុំជាប្រជាពលរដ្ឋម្នាក់នៅក្នុងតំបន់នេះហើយយើងមានឱកាសបានទៅធ្វើការឬក៏អភិវឌ្ឍខ្លួនឯងនៅរាជធានីភ្នំពេញហើយយើងមានឱកាសគិតថាធ្វើយ៉ាងណាយើងចង់ដោះស្រាយបញ្ហាទឹកស្អាតនៅក្នុងឃុំរបស់យើងដើម្បីឲ្យប្រជាពលរដ្ឋគាត់មានលទ្ធភាពក្នុងការប្រើប្រាស់ទឹកស្អាតដោយចំណាយថវិកាតិចហើយអ្វីដែលសំខាន់បំផុតនោះគឺការចូលរួមចំណែកក្នុងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកសម្រាប់បរិស្ថានលោកពូថ្ងៃនេះក្នុងនាមលោកពូជាអាជ្ញាធរម្ចាស់ទឹកម្ចាស់ដីផ្ទាល់លោកពូមានអារម្មណ៍បែបម៉េចដែរនៅពេលឃើញរូបភាពរបស់នឹងកើតឡើងបាទថ្ងៃនេះខ្ញុំមានអារម្មណ៍សប្បាយរីករាយអត់ឧបមាព្រោះនេះជាការកាត់ចំណាយការចំណាយរបស់ប្រជាពលរដ្ឋបាទលោកពូបាទគាត់ធ្លាប់តែប្រើអស់លុយច្រើនឥឡូវអស់លុយតិចអញ្ចឹងគាត់ត្រេកអរណាស់ក្នុងភូមិខ្ញុំនោះបាទជាស្ថានភាពពិតចាស់ស្ដែងនៅឃុំអំពិលទឹកជាមួយនឹងសកម្មភាពកុមារីកូនប្រុសកូនស្រីលោកគ្រូអ្នកគ្រូអ៊ំពូមៀងមីងនៅក្នុងសហគមន៍ដែលគាត់ទទួលបាននៅទូចម្រោះទឹកស្វ័យប្រវត្តិត្រឹមតែមួយគ្រឿងទេបងប្អូនធ្វើឲ្យគាត់មានអារម្មណ៍ថារំភើបសប្បាយរីករាយដល់កម្រិតហ្នឹងហើយទំនំតែមានម៉ាស៊ីននឹងទូទាំងកោះនេះតែម្ដងមិនដឹងថាចំពោះគាត់នឹងមានអារម្មណ៍ថាសប្បាយរីករាយហើយនឹងកាត់បន្ថយការចំណាយរបស់ពួកគាត់នឹងបានច្រើនកម្រិតណាទេពួកយើងរស់នៅក្នុងនាមជាប្រជាពលរដ្ឋខ្មែរឈាមជ័រតែមួយកាន់អត្តសញ្ញាណប័ណ្ណដូចគ្នាគប់គួរណាស់ពួកយើងជួយគ្នាឲ្យសេវាសាធារណៈសេវាទឹកស្អាត
ឲ្យពួកបងប្អូនប្រជាពលរដ្ឋនៅតាមសហគមន៍ឲ្យគាត់ទទួលបានដូចជាបងប្អូនប្រជាពលរដ្ឋនៅឯគៀករាជធានីដែរបងប្អូនវីដេអូនេះនឹងក្តីស្រឡាញ់និងតថភាពរូបភាពទាំងអស់នេះសូមគោរពផ្ញើជូនទៅបងប្អូនក៏ដូចជាទៅសហគមន៍ផ្សេងដទៃទៀតដើម្បីឲ្យពួកគាត់បានមើលគំរូមែនតើខ្ញុំចង់បញ្ជាក់ថាសហគមន៍ឃុំ7ទឹកនេះនៅលើកោះនៃស្រុកកំពង់តាឡានេះពួកគាត់ពិតជាស្រឡាញ់បរិស្ថានពួកគាត់ពិតជាបានចូលរួមគ្នាខ្លាំងមែនទែនម្នាក់ម្ដាយម្នាក់មួយជើងផ្សះផ្សាផ្ដល់ដំណឹងចូលរួមកែនទ័ពដើម្បីលិចចេញជាម៉ាស៊ីនចម្រោះទឹកមួយគ្រឿងនៅលើដីកោះឥឡូវនេះពួកគាត់មានគម្រោងច្រើនគ្រឿងទៀតណាបងប្អូនហើយក្នុងនាមខ្ញុំមិនទាន់ដឹងថាគោលដៅផែនការរបស់គាត់ហ្នឹងវាត្រូវចំណាយពេលយូរកម្រិតណាឬក៏ឆាប់នៅខាងមុខទេខ្ញុំនឹងចាំផ្ដិតយករូបភាពបន្តជូនបងប្អូនទស្សនានៅក្នុងខៅថាយុទ្ធនាការដោះស្រាយបញ្ហាកង្វះទឹកស្អាតបរិភោគសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ទាំងអស់គ្នាបាទសូមអរគុណ